ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិយាយថាប្រទេសរបស់លោកនឹងប្រកាសដាក់ពន្ធធំបំផុតលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះដោយលោករំពឹងខ្ពស់ថាក្រុមហ៊ុនផលិតថ្នាំពេទ្យនានានឹងផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេមកបោះទុនវិនិយោគនៅសហរដ្ឋអាមេរិកវិញថ្លែងទៅកាន់ព្រឹត្តិការណ៍មួយនៅឯគណៈកម្មាធិការសភាបកសាធារណរដ្ឋមេដឹកនាំអាមេរិករូបនេះបានគូបញ្ជាក់ថាពន្ធឱសថដ៏ធំនេះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗហើយលោកអះអាងទៀតថាវិធានការពន្ធខ្ពស់នឹងធ្វើឲ្យក្រុមហ៊ុនក្នុងវិស័យនេះផ្លាស់ប្តូរទីតាំងផលិតពីប្រទេសនានាជាពិសេសពីចិនទៅកាន់ទឹកដីសហរដ្ឋអាមេរិកព្រោះថាផលិតផលរបស់ពួកគេត្រូវបានលក់ភាគច្រើននៅទីនោះគួរកត់សម្គាល់ថាអឺរ៉ុបនិងអាមេរិកមានខ្សែសង្វាក់ផ្គត់ផ្គង់ឱសថឲ្យគ្នាទៅវិញទៅមកតួយ៉ាងអាមេរិកពឹងផ្អែកលើឱសថមួយផ្នែកដែលផលិតនៅអឺរ៉ុបដើម្បីស្រូបទាញប្រាក់ចំណូលរាប់រយពាន់លានដុល្លារការនាំចេញផលិតផលវិជ្ជសាស្ត្រនិងឱសថរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកដែលមានទឹកប្រាក់សរុបប្រហែល 97.5 ពាន់លានដុល្លារនៅក្នុងឆ្នាំ2023នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យស្ថិតិអឺរ៉ុប Eurostat ហើយថ្មីនេះក្រុមហ៊ុនថ្នាំពេទ្យធំនៅអឺរ៉ុបបាននឹងកំពុងពង្រីករោងចក្រផលិតនៅក្នុងសហរដ្ឋអាមេរិកពីព្រោះអាមេរិកគឺជាទីផ្សារលក់ឱសថដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនផលិតថ្នាំពេទ្យធំដែលមានការិយាល័យកណ្ដាលទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅអឺរ៉ុប